ក្តៅដូចបាយកំពង់ពុះលោកជាសុជាតិប្រកាសដាច់ខាតនិងចាត់ការតាមច្បាប់ក្រោយវីដេអូចាស់ត្រូវបានគេកោះយកមកដើម្បីវាយប្រហារខ្លួនសារជាថ្មីបាទជម្រាបសួរពុកម៉ែបងប្អូនក៏ដូចជាសួស្តីប្រិយមិត្តអរគ្នាមួយរយៈក្រោយនេះអ្នកនិយមតាមដានព័ត៌មានសិល្បៈច្បាស់ជាបានឃើញហើយពីព័ត៌មានបានចុះផ្សាយពីលោកជាសុជាតិជាបន្តបន្ទាប់ពាក់ព័ន្ធនឹងរឿងរ៉ាវកើតឡើងជាមួយអ្នកនៅក្នុងរង្វង់សិល្បៈយ៉ាងណាមិញក្រោយរឿងរ៉ាវខាងលើបានស្ងប់ស្ងាត់បន្តិចស្រាប់តែពេលថ្មីៗនេះមានប្រធានបទថ្មីពាក់ព័ន្ធនឹងវីដេអូមួយដែលលោកជាសុជាតិនិងភរិយាបានធ្វើកម្មវិធីឆ្លើយនឹងតបឬក៏ហៅថា Q&A ពីទំនាក់ទំនងរបស់អ្នកទាំងពីរត្រូវបានយកមកជជែកវែកញែកពីពេញបណ្ដាញសង្គមសារជាថ្មីវីដេអូ Q&A នោះដែរភរិយាលោកជាសុជាតិបានចោទជាសំណួរសួរទៅកាន់ស្វាមីថាហេតុអ្វីក៏បងជ្រើសរើសយកអូនភ្លាមនោះដែរលោកជាសុជាតិមិនបង្អង់ក៏ឆ្លើយតបថាបើនិយាយពីសម្រស់ប្រពន្ធខ្ញុំមិនមែនជាស្រីស្អាតអ្វីនោះទេពីដំបូងឡើយហេតុផលដែលខ្ញុំអត់ស្រឡាញ់គាត់ដោយសារតែគាត់អត់មានសម្រស់ទេហើយបើខ្ញុំនិយាយពីស្រីស្អាតគឺឆ្អែតអន់អស់ហើយលោកជាសុជាតិបានបន្តឆ្លើយសំណួរខាងលើទៀតថាអញ្ចឹងអ្វីដែលប្រពន្ធខ្ញុំតាក់ចិត្តខ្ញុំបានគឺប្រពន្ធខ្ញុំមានបេះដូងគាត់គឺជាមនុស្សមានទឹកចិត្តមនុស្សដែលស្មោះត្រង់និយាយថាម៉េចគឺអញ្ចឹងមួយទៀតគឺចិត្តល្អទោះបីជារូបរាងខាងក្រៅមើលទៅមិនសូវល្អប៉ុន្តែខាងក្នុងគឺបរិសុទ្ធខ្ញុំហ៊ាននិយាយថាគឺល្អឥតខ្ចោះពាក់ព័ន្ធនឹងចម្លើយរបស់លោកជាសុជាតិនោះដែរបានធ្វើឲ្យមហាជនបានបញ្ចេញមតិវិជ្ជមាននិងអវិជ្ជមានខណៈអ្នកបញ្ចេញមតិមិនពេញចិត្តនោះគឺកាត់ត្រង់ការលើកឡើងរបស់លោកថាភរិយារបស់លោកមិនស្អាតម្យ៉ាងវិញទៀតគឺមានអ្នកចូលទៅបញ្ចេញមតិចំអែចំអន់ភរិយាលោកជាសុជាតិថាស្វាមីប្រើពាក្យបែបនេះហើយភរិយានៅតែអាចញញឹមចេញទៅរួចថែមទៀតផងយ៉ាងណាមិញក្រោយរក្សាការស្ងប់ស្ងាត់មិនចេញមកតអស់រយៈពេលជាយូរមកហើយនោះស្រាប់តែនៅថ្ងៃទី7ខែកក្កដាឆ្នាំ2026កន្លងទៅនេះលោកជាសុជាតិបានចេញមកប្រតិកម្មនឹងការវែកញែកនិងការប្រមាថពីបុគ្គលមួយចំនួនដោយតារារ៉េបរូបនេះបញ្ជាក់ថានឹងមិនអត់ធ្មត់ទៀតនោះឡើយពលគឺអ្នកប្រមាថមើលងាយគ្រួសាររបស់លោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាក់ស្ដែងលោកជាសុជាតិបានរៀបរាប់ថាគិតមកដល់ថ្ងៃនេះគឺមានរយៈពេល1ឆ្នាំ5ខែគត់តាំងពីថ្ងៃដែលកូនប្រុសខ្ញុំកើតខ្ញុំទ្រាំជាមួយពាក្យសម្ដីប្រមាថមើលងាយសពគ្រប់បែបយ៉ាងជាពិសេសមកលើប្រពន្ធរបស់ខ្ញុំដែលទើបសម្រាលកូនរួចថាគាត់មិនស្អាតមិនសមជាប្រពន្ធតារារហូតមកដល់ថ្ងៃនេះអ្នកទាំងនោះបែរជាយកសម្ដីរបស់ខ្ញុំក្នុងវីដេអូមួយឆ្លើយសំណួរមកចោទខ្ញុំថាបង្អាប់ប្រពន្ធខ្លួនឯងទៅវិញខ្ញុំឆ្ងល់ថាចិត្តអ្នកសាងពីអ្វីខ្ញុំចង់ប្រាប់ថាគ្រួសារខ្ញុំរស់នៅសប្បាយចិត្តហើយខ្ញុំក៏មិនយកសម្ដីអ្នកដាក់ក្នុងចិត្តដែរប៉ុន្តែការអត់ធ្មត់មានដែនកំណត់ចាប់ពីថ្ងៃនេះតទៅអ្នកណាក៏ដោយដែលហ៊ានប្រមាថមើលងាយគ្រួសារខ្ញុំអ្នកនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់បាទនឹងហើយពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តអរគ្នាបាទតេតងជាមួយនឹងតារារ៉េបបាទលោកជាសុជាតិណាបងប្អូនបាទដែលភាគច្រើនគឺគាត់មានវត្តមាននៅក្នុងក្រុមក្មេងខ្មែរបាទតាមខ្ញុំដឹងណាបងប្អូនបាទគាត់រ៉េបមួយដែរបាទហើយអ្វីដែលតាមអេដមីនដឹងគឺពាក់ព័ន្ធជាមួយនឹងសម្រស់ភរិយារបស់គាត់បាទនិយាយធម្មតាបងប្អូនយើងមើលតាមអ្វីដែលភាពជាក់ស្ដែងបាទគឺអត់ស្អាតមែនប៉ុន្តែដូចជាលោកជាសុជាតិលោកបានបញ្ជាក់ឲ្យថាសម្រស់គឺមិនអាចទាក់ចិត្តគាត់ទេតែអ្វីដែលអាចទាក់ចិត្តគាត់បានគឺប្រពន្ធរបស់គាត់គឺមានចិត្តល្អបាទស្មោះត្រង់បាទនិយាយមិនគឺថាអញ្ចឹងបើនិយាយម៉ាត់គឺថាមនុស្សមើលម៉ាត់បាទទើបអាចតាក់ចិត្តគាត់បានបាទបើនិយាយពីសម្រស់ហ្នឹងគឺមិនអាចតាក់ចិត្តគាត់បានទេបាទហើយតាក់ទងជាមួយនឹងរឿងនេះដែរបាទគឺកាលពីកន្លងទៅតាក់ទងជាមួយនឹងការមានវិវាទពាក្យសម្ដីរបស់លោកជាសុជាតិជាមួយនឹងតារារ៉េបបាទគឺលោកជីដេវីតណាបងប្អូនបាទហើយមហាជនខ្លះក៏គាត់អាចលើកឡើងមកថានេះអាចជាការ distract បាទ distract ហ្នឹងបានន័យថាអាចជាការបញ្ចេញមកកជាចេញជាចម្រៀងបាទ distract គ្នាទៅវិញទៅមករវាងរង្វង់គេហៅតារាបែបតារារ៉េបណាបងប្អូនបាទគេមាន distract គ្នាទៅវិញទៅមកនិយាយច្រៀងបញ្ឆិតបញ្ឈៀងដើម្បីបញ្ឈឺទៅដៃគូណាម្នាក់ដើម្បីមានការឆ្លើយតបឆ្លើយទៅឆ្លើយមកអានេះវប្បធម៌បើនិយាយទៅជាបរទេសគេធ្វើអញ្ចឹងបាទមាននិយាយឌឺដងច្រៀងឌឺដងគ្នាទៅវិញទៅមកទៅដើម្បីបង្កើតបានជាប្រធានបទមួយបាទតែ admin ក៏មិនដឹងច្បាស់ដែរបងប្អូនថាវិវាទនេះទៅជាយ៉ាងណាទេតែអ្វីដែល admin ក្តោបបានគឺតាក់ទងជាមួយនឹងអ្នកបញ្ចេញមតិបាទបងប្អូនណាបាទពេលខ្លះយើងក៏មិនគួរនឹងបញ្ចេញមតិទេបាទនិយាយពីរូបសម្រស់នោះគឺថាវាមួយយ៉ាងម្នាក់ទេបងប្អូនបាទជាធម្មជាតិដែលគេបានផ្ដល់មកណាបាទបងប្អូនបាទបើនិយាយភាពជាគូគ្នាបងប្អូនបាទនិយាយទៅអាក្រក់គូនឹងល្អបងប្អូនខ្ញុំមើលភាគច្រើនអាក្រក់គូនឹងល្អបាទខ្ពស់គូនឹងទៀបអ្នកខ្លះបានប្តីមកខ្ពស់ប្រពន្ធទៀបទូចល្អិតអ្នកខ្លះប្តីមកទៀបប្រពន្ធប៉ុណ្ណាណៃស្អាតណាបងប្អូនបាទហើយអ្នកខ្លះទៀតប្តីធាត់ប្រពន្ធស្គមអ្នកខ្លះទៀតប្រពន្ធស្គមឡើងទូតែមួយបានប្តីមកឡើងធាត់កម៉ាប់អានេះជារឿងធម្មជាតិជារឿងធម្មតារបស់ធម្មជាតិបងប្អូនយើងនឹងធ្វើមិនបងប្អូនបាទយើងទៅនិយាយថាម៉េចពេលខ្លះយើងអាចគិតថាម្នាក់នឹងវាអត់ស្អាតទេសម្រាប់យើងតែសម្រាប់មនុស្សខ្លះគាត់មើលទៅស្អាតជាពិសេសគឺដៃគូជីវិតរបស់គាត់គាត់មើលទៅស្អាត
ស្អាតអ្វីដូចខ្ញុំថាអញ្ចឹងដូចលោកជាចង់គាត់ស្អាតពីខាងក្នុងមកបងប្អូនបាទបញ្ជាក់ពីខាងក្នុងមកថាស្អាតគួរឲ្យចង់រស់នៅអាចពឹងពាក់អធិស្ឋានអាស្រ័យរស់នៅជាមួយគ្នាបានបាទអញ្ចឹងយើងពេលខ្លះយើងកុំមើលតែសម្បកក្រៅដូចពាក្យចាស់ថាកុំមើលងាយមនុស្សតែសម្បកក្រៅបាទអត់កើតទេបងប្អូនបាទអញ្ចឹងយើងមានទឹកចិត្តយ៉ាងណាក៏អធិស្ឋានមើលមនុស្សឲ្យក្នុងន័យវែងឆ្ងាយអញ្ចឹងណាបងប្អូនបាទមិនអាចមើលទេ